សួរអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាអំពីវិញ្ញាសាស្ត្រសីលធម៌ពលរដ្ឋដែលយើងសិក្សាទៅលើវិញ្ញាសាស្ត្រអត្រាកំណែនៅឆ្នាំ2024និងឆ្នាំ2021ខាងទីនៅក្នុងសម័យប្រឡងឆ្នាំ2024ទៅតទៅនឹងវិញ្ញាសាស្ត្រសីលធម៌ពលរដ្ឋចេញមានវិធីសំណួរដូចតទៅ1ចូលបញ្ចូលពីសភាវគតិនិងលើកឧទាហរណ៍មកបញ្ជាក់2ចូលបញ្ចូលពីភាពខុសគ្នារវាងការបង្កើតថ្មីនិងរបបកំហើញដោយលើកឧទាហរណ៍មកបញ្ជាក់3ចូលបញ្ចូលពីការសម្រេចចិត្ត4តើនរណានឹងទទួលបានផលចំណេញប្រសិនបើការទទួលទប់ស្កាត់អំពើពុករលួយមានប្រសិទ្ធភាព5តើទំនោររបស់មនុស្សស្ដែងចេញទៅតាមទិដ្ឋភាពដូចខ្លះចូលបញ្ចូលឲ្យបានក្បោះក្បាយត្រាកំណែ1សភាវគតិជាអាកប្បកិរិយាពីកំណើតដដែលរបស់សត្វមានជីវិតទៅតាមប្រភេទនីមួយៗលក្ខណៈនៃសភាវគតិមានដូចជាមានគោលដៅដោះស្រាយបញ្ហាដូចគ្នាស្ថិតនៅក្រោមបញ្ជារបស់តណ្ហាដូចគ្នាចំណេះដឹងពីកំណើតពីធម្មជាតិគ្មានការបង្កើតថ្មីរឹងកឹងចង្អៀតចង្អល់មិនអាចបត់បែនតាមកាលៈទេសៈគ្មានការរីកចម្រើនគ្មានការពិចារណាឧទាហរណ៍ចាប់មុខឃ្មុំធ្វើសំបុកជាដើម2ភាពខុសគ្នានៃការបង្កើតថ្មីនិងរបបកំហើញការបង្កើតថ្មីគឺជាផលសំយោគនៃរូបភាពថ្មីជាការផលិតអ្វីមួយថ្មីដោយផ្អែកទៅលើមធ្យោបាយចាស់ៗដើម្បីសម្រេចគោលដៅមួយថ្មីដែលមិនមានពីមុនមកឧទាហរណ៍វិស្វករបង្កើតកុំព្យូទ័រស្មាតហ្វូនរថយន្តអគ្គិសនីម៉ាស៊ីនច្រូតស្រូវរបបកំហើញគឺជាអ្វីដែលមានស្រាប់រួចហើយត្រូវបានគេរកឃើញឧទាហរណ៍លោកឡាវវ៉ាសែរកឃើញអុកស៊ីសែនក្នុងខ្យល់លោកគូឡុំរកឃើញទ្វីបអាមេរិក3ការសម្រេចចិត្តជាលំនាំនៃការតស៊ូផ្នែកខាងក្នុងរបស់មនុស្សនិងការតស៊ូរវាងបុព្វហេតុឬហេតុផលជំរុញទាំងឡាយដែលផុសចេញនៅក្នុងខួរក្បាលមនុស្សអាចមានលក្ខណៈងាយស្រួលឬលំបាកយូរឬឆាប់ទោះជាយ៉ាងណាក៏ដោយវាអាចបញ្ចប់បានដែរអាស្រ័យទៅលើការសម្រេចចិត្តដ៏ពិតប្រាកដមួយរបស់មនុស្សការសម្រេចចិត្តមានន័យថាការសម្រេចយកតាមគោលគំនិតបំណងណាមួយល្បិចណាមួយនិងមធ្យោបាយណាមួយជាកំណត់ដើម្បីឈានទៅសម្រេចបានគោលដៅណាមួយនោះគឺមានន័យថាក្នុងចំណោមបុព្វហេតុទាំងឡាយដែលផុសចេញក្នុងខ្លួនរបស់មនុស្សគឺមានបុព្វហេតុតែមួយប៉ុណ្ណោះដែលសំខាន់បំផុតនិងដើរតួនាទីជាអ្នកកំណត់ការតស៊ូរវាងបុព្វហេតុទាំងឡាយដែលផុសចេញនៅក្នុងខ្លួនមនុស្សជួនកាលមានភាពងាយស្រួលជួនកាលមានភាពស្មុគស្មាញពេលខ្លះងាយសម្របសម្រួលនិងពេលខ្លះទៀតពិបាកដោះស្រាយ4ផលចំណេញដែលយើងទទួលបាននៅពេលការប្រយុទ្ធប្រឆាំងអំពើពុករលួយមានប្រសិទ្ធភាពគឺបានធ្វើឲ្យសង្គមជាតិទាំងមូលមានភាពស្អាតស្អំស្ថិរភាពនិងការរីកចម្រើនព្រមទាំងទទួលបានកិត្តិយសកេរ្តិ៍ឈ្មោះកិត្តិនាមក្នុងសង្គមនិងឆាកអន្តរជាតិទទួលបានចំណូលរដ្ឋដើម្បីអភិវឌ្ឍប្រទេសជាតិបង្កើនវិវត្តដល់មន្ត្រីរាជការមិនខាតបង់ថវិកាជាតិតាមរយៈមន្ត្រីខិលខូចសង្គមស្អាតស្អំមានភាពរឹងមាំសណ្ដាប់ធ្នាប់ល្អសុខសុវត្ថិភាពស្ងប់សុខសន្តិភាពសមភាពក្នុងការរស់នៅនិងការប្រកបរបរចិញ្ចឹមជីវិតមានតម្លាភាពនិងគណនេយ្យភាពតុលាការសង្គមមានភាពយុត្តិធម៌មានប្រមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់មានស្ថិរភាពសង្គមទទួលបានការវិនិយោគកាន់តែច្រើនកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រវិស័យអប់រំមានតម្លាភាពគ្មានការស៊ីសំណូកក្នុងប្រព័ន្ធអប់រំ
មានការប្រកួតប្រជែងដោយស្មើភាពគ្នាបង្កភាពងាយស្រួលដល់វិនិយោគិនទាំងក្នុងនិងក្រៅប្រទេសកាត់បន្ថយភាពក្រីក្រចំណេញប្រាក់កាសពេលវេលាការរស់នៅនិងប្រកបរបរចិញ្ចឹមជីវិតពលរដ្ឋស្អាតស្អំ5ចំណូលរបស់មនុស្សស្ដែងចេញទៅតាមទិដ្ឋភាពដូចជាតម្រូវការជាសភាវគតិធម្មជាតិដែលមនុស្សនិងសត្វមានតម្រូវការដូចគ្នាក្នុងការរស់នៅដើម្បីបំពេញតម្រូវការក្រពះទីជម្រកនិងការបន្តពូជចំណង់ចំណូលចិត្តបុគ្គលជានិស្ស័យនិងឥរិយាបថដែលស្ដែងឡើងចំពោះអ្វីមួយដែលមានន័យសម្រាប់គេដែលផ្ដល់នូវការសប្បាយសុខសុភមង្គលឲ្យជីវិតគេឧត្តមគតិជាមនសិការការងារគំរូដ៏ប្រពៃណីប្រពៃដែលញ៉ាំងឲ្យបុគ្គលមានសក្ដានុភាពក្នុងការសម្រេចនៅបំណងប្រាថ្នារបស់ខ្លួនលោកទស្សនៈរបស់បុគ្គលជាសំណុំនៃទស្សនៈរបស់បុគ្គលណាម្នាក់ទៅលើបាតុភូតធម្មជាតិបាតុភូតសង្គមនិងសកម្មភាពរបស់ខ្លួនបញ្ជាក់យើងមានចំណាយត្រូវផ្សេងថែមទៀតប្រធាននៅឆ្នាំ2023 1ចូលបង្ហាញពីទំនាក់ទំនងរវាងវិភាគនិងសំយោគ2ឧត្តមគតិត្រូវបានគេចាត់ទុកថាជាវត្ថុបំណងដ៏ថ្លៃថ្នូរដែលឆ្លុះបញ្ចាំងឲ្យឃើញនៅក្នុងមនសិការរបស់មនុស្សចូលបញ្យល់3ចូលបញ្យល់ពីការតស៊ូខាងក្នុងរបស់មនុស្សដែលលើកឧទាហរណ៍មកបញ្ជាក់4ចូលបញ្យល់អធ្យាស្រ័យខាងសាសនា5អំពើពុករលួយជាអំពើឆន្ទៈចូលបញ្យល់មាត្រាកំណែ1ទំនាក់ទំនងវិភាគនិងសំយោគគឺវិភាគនិងសំយោគជាសកម្មភាពពីររបស់ចិត្តតែងតែត្រូវការគ្នាទៅវិញទៅមកវិភាគមិនអាចប្រព្រឹត្តទៅដោយគ្មានសំយោគបានទេឯសំយោគវិញក៏ដូចគ្នាដែរគេមិនអាចសំយោគដោយមិនទាន់ស្គាល់ធាតុបង្កឡើយគឺត្រូវរកធាតុបង្កជាមុនសិនវិភាគនិងសំយោគមិនអាចធ្វើក្នុងពេលតែមួយបានទេត្រូវតែប្រព្រឹត្តទៅក្នុងពេលវេលាខុសគ្នាលោកព្រណងពោលថាគ្រប់ពុទ្ធិទាំងអស់របស់មនុស្សជាវិភាគដែលនៅកណ្ដាលសំយោគពីរគឺសំយោគវិភាគសំយោគនៅចំពោះតថគំឃើញវត្ថុទាំងឡាយរបស់យើងមានលក្ខណៈទាំងមូលបន្ទាប់មកគេវិភាគលម្អិតទៅលើលក្ខណៈរបស់វាជាចុងក្រោយគេធ្វើសំយោគវាតម្លៃទៅលើវត្ថុនោះឡើងនិងមានចម្លើយត្រឹមត្រូវផ្សេងទៀត2ឧត្តមគតិត្រូវបានគេចាត់ទុកថាជាវត្ថុបំណងដ៏ថ្លៃថ្នូរដែលឆ្លុះបញ្ចាំងឲ្យឃើញនៅក្នុងមនសិការរបស់មនុស្សក្រោមទម្រង់រូបតំណាងដ៏ល្អឥតខ្ចោះជាគំរូដ៏ល្អប្រពៃព្រោះទម្រង់ទាំងពីរនេះមានអានុភាពទាក់ទាញរាល់កម្លាំងទ្រទ្រង់ជីវិតបុគ្គលបាញ់ឆ្ពោះទៅរកការសម្រេចបានតាមវត្ថុបំណងក្នុងរយៈពេលមួយដ៏យូរអង្វែងនិងមានចម្លើយត្រឹមត្រូវផ្សេងទៀត3ការតស៊ូខាងក្នុងរបស់មនុស្សជាទូទៅមនុស្សម្នាក់អាចមានបំណងជាច្រើននិងសេចក្តីប្រាថ្នាដ៏សម្បូរបែបក្នុងពេលតែមួយក្នុងពេលដំណាលគ្នានេះមនុស្សម្នាក់តម្រូវការជាច្រើនដែលត្រូវបំពេញតាមបំណងរបស់ខ្លួនមនុស្សទាំងអស់មិនអាចសម្រេចតាមបំណងនិងសេចក្តីប្រាថ្នាក្នុងពេលតែមួយបានទេឧទាហរណ៍នៅពេលល្ងាចមួយមនុស្សម្នាក់ចង់រៀនមេរៀនសម្រាប់ថ្ងៃស្អែកផងចង់ជួយសម្អាតផ្ទះផងចង់និយាយទូរស័ព្ទទៅកាន់មិត្តចាស់ផងនិងចង់ហាត់ប្រាណផងនិងមានចម្លើយត្រឹមត្រូវផ្សេងទៀត4ការអធ្យាស្រ័យខាងសាសនាគឺការយោគយល់មានចិត្តមេត្តាករុណាការសន្តោសរបស់សាសនិកនៃសាសនាទាំងឡាយការអធ្យាស្រ័យក្នុងសាសនាសិទ្ធិពេញទីខាងជំនឿឬសាសនាទាំងឡាយអ្នកកាន់សាសនាទាំងឡាយរស់នៅជាមួយគ្នាដោយសន្តិភាពគ្មានការរារាំងពីសំណាក់អ្នកកាន់សាសនាណាមួយភាពស្អប់ដុំផ្នែកសាសនា
និងមានចម្លើយត្រឹមត្រូវផ្សេងៗទៀត 5. អំពើពុករលួយជាអំពើឆន្ទៈ អំពើពុករលួយរួមមានការស៊ីសំណូក ការសូកប៉ាន់ ការកេងបំបត្តិ ការកឹបកេង ការប្រើអំណាចឬតួនាទីនិងមានចម្លើយផ្សេងៗទៀតអំពើឆន្ទៈអំពើចេតនាគឺការគិតទុកជាមុនការភ្ញាក់រលឹកការតាំងចិត្តសេចក្តីប្រាថ្នាបុព្វហេតុឥទ្ធិពលលក្ខខណ្ឌសង្គមនិងលក្ខខណ្ឌបរិស្ថាននិងមានចម្លើយផ្សេងៗទៀតប្រធាននៅឆ្នាំ2022 1. ចូលពន្យល់ពីភាពខុសគ្នារវាងការបង្កើតថ្មីនិងរបបកំហើញដោយលើកឧទាហរណ៍មកបញ្ជាក់ 2. ចូលបង្ហាញពីទំនាក់ទំនងរវាងអនុមានញែកនិងអនុមានរួម 3. សិលតម្លៃជាតម្លៃថ្នាក់ខ្ពស់របស់មនុស្សចូលពន្យល់ 4. ចូលពន្យល់ពីសុខដុមនៃផ្នែកសាសនា 5. សិស្សគឺជាកម្លាំងមួយដ៏រឹងមាំក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយចូលពន្យល់ត្រាកំណែ 1. ភាពខុសគ្នារវាងការបង្កើតថ្មីនិងរបបកំហើញគឺការបង្កើតថ្មីជាផលិតផលសំយោគនៃរូបភាពថ្មីជាពិសេសគឺការផលិតអ្វីមួយថ្មីដែលផ្អែកលើមធ្យោបាយចាស់ៗដើម្បីសម្រេចគោលដៅថ្មីដែលមិនមានពីមុនមកឧទាហរណ៍វិស្វករបង្កើតម៉ាស៊ីនកុំព្យូទ័រទូរស័ព្ទដែលមានគុណភាពកាន់តែឡើងខ្ពស់ឡើងងាយស្រួលប្រើប្រាស់ជាងមុនរបបកំហើញគឺអ្វីដែលមានស្រាប់រួចហើយត្រូវបានគេរកឃើញឧទាហរណ៍លោកឡាវ៉ូសូរកឃើញអុកស៊ីសែនក្នុងខ្យល់លោកកូឡុំរកឃើញទ្វីបអាមេរិក 2. បង្ហាញពីទំនាក់ទំនងរវាងអនុមានញែកនិងអនុមានរួមអនុមានញែកនិងអនុមានរួមជាចលនាពីររបស់គំនិតដែលមានដំណើរផ្ទុយគ្នាប៉ុន្តែជួយបំពេញខ្វះខាតគ្នាទៅវិញទៅមកអនុមានរួមផ្ដល់ឫសគល់ឲ្យអនុមានញែកព្រោះអនុមានរួមស្វែងរកច្បាប់ទូទៅក្នុងវិទ្យាសាស្ត្រពិសោធន៍និងរកគោលការណ៍ឲ្យគណិតវិទ្យាអនុមានញែកមានលក្ខណៈត្រឹមត្រូវល្អិតល្អន់ជាងអ្នកដឹកនាំអនុមានរួម 3. សិលតម្លៃជាតម្លៃថ្នាក់ខ្ពស់របស់មនុស្សព្រោះសិលតម្លៃដែលគេជួបប្រទះនៅក្នុងឥរិយាបថពលឬឥរិយាបថសង្គមដែលគេគោរពចំពោះភាពត្រឹមត្រូវកុសលភាពឬការរីកចម្រើននៃឧត្តមគតិរបស់សង្គមឧទាហរណ៍តម្លៃនៃចរិតលក្ខណៈនិងបំណងល្អឬគុណធម៌ 4. យល់ពីសុខដុមនៃផ្នែកសាសនាភាពសុខដុមផ្នែកសាសនាជាគោលការណ៍បង្កើតសុខសន្តិភាពពិតៗនិងយូរអង្វែងក្នុងរាល់មាគ៌ានិងមធ្យោបាយទាំងឡាយនៃគោលការណ៍នេះចាំបាច់ត្រូវតែស្វែងរកដើម្បីលុបបំបាត់ឫសគល់នៃសង្គ្រាមមនុស្សនិងប្រជាជនជាតិទាំងអស់ត្រូវតែជំរុះចោលនូវចំណង់សួតសួរលោភៈទោសៈមោហៈភាពក្រអឺតក្រទមការប្រកាន់ពូជសាសន៍និងតណ្ហាអត្តតនបុគ្គលដោយសារអំណាចទ្រព្យសម្បត្តិនិងភោគសាសនាតែងធ្វើឲ្យមនុស្សមានការប្រែប្រួលផ្នែកផ្លូវចិត្តនិងស្មារតីឈានពីការស្អប់ខ្ពើមឆ្ពោះទៅរកមិត្តភាពរវាងគ្នានិងគ្នា 5. សិស្សជាកម្លាំងមួយដ៏រឹងមាំក្នុងការចូលរួមប្រឆាំងអំពើពុករលួយព្រោះសិស្សជាបុគ្គលដែលមានចំណេះដឹងនិងជាទំពាំងស្នងវិស័យហេតុនេះការបណ្ដុះផ្នត់គំនិតប្រឆាំងអំពើពុករលួយក៏ត្រូវចាប់ផ្ដើមពីសិស្សចូលរួមទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយកុំចូលរួមក្នុងសកម្មភាពអំពើពុករលួយជួយគាំទ្រដល់សកម្មភាពទាំងឡាយណាដែលប្រឆាំងអំពើពុករលួយចូលរួមសកម្មភាពអប់រំទាក់ទងទៅនឹងសកម្មភាពសង្គមណែនាំដល់សមាជិកគ្រួសារពីផលវិបាកនិងកុំឲ្យប្រព្រឹត្តអំពើពុករលួយចូលរួមឃ្លាំមើលនិងរាយការណ៍អំពីអំពើពុករលួយដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចចាប់បង្ក្រាបផ្សព្វផ្សាយរូបមន្តតាមរយៈអប់រំមិត្ត
ពីការប្រយុទ្ធប្រឆាំងអំពើពុករលួយចូលរួមបង្កើតគំនិតផ្ដួចផ្ដើមថ្មីទាក់ទងទៅនឹងការបង្ការនិងទប់ស្កាត់អំពើពុករលួយនិងមានចម្លើយត្រឹមត្រូវផ្សេងៗទៀតប្រធានបន្ទាប់គឺប្រធាននៅឆ្នាំ2022និង21 1ចូលបញ្យល់ពីសភាវគតិដោយលើកឧទាហរណ៍មកបញ្ជាក់ចូលបង្ហាញពីទំនាក់ទំនងរវាងភាគនិងសំយោគ3ចូលបញ្យល់តម្លៃសម្ភារៈនិងតម្លៃពីធម្មជាតិ4ចូលបញ្យល់ការសម្រេចចិត្ត5ចូលបង្ហាញពីវិភាគការគន្លឹះដែលធ្វើឲ្យបុគ្គលិកម្នាក់ៗមិនចង់ពុករលួយមិនអាចពុករលួយនិងមិនហ៊ានពុករលួយក្នុងបរិបទនៃការប្រឆាំងអំពើពុករលួយតែចំណែក1ជីវគតិជាអកប្បកិរិយាពីកំណត់ដដែលរបស់សត្វមានជីវិតទៅតាមប្រភេទនីមួយៗចំណែកបែបសភាវគតិជាឯកទេសចង្អៀតចង្អល់មានចំពោះសត្វផ្អើងការងឹតងងល់មិនចេះពិចារណាមិនរីកចម្រើនកើតមានចំពោះសត្វការមិនចេះដោះស្រាយបញ្ហាសកម្មភាពដដែលតាមអំបូរនៃប្រភេទសត្វឧទាហរណ៍ចាស់ធ្វើសម្បុកឃ្មុំធ្វើសម្បុក2ទំនាក់ទំនងរវាងវិភាគនិងសំយោគជាសកម្មភាព2របស់ចិត្តដែលតែងតែត្រូវការគ្នាទៅវិញទៅមកវិភាគមិនអាចទៅដោយគ្មានសំយោគបានទេរីឯសំយោគក៏ដូចគ្នានេះដែរគេមិនអាចធ្វើសំយោគដោយមិនស្គាល់ទាន់ស្គាល់ធាតុបង្កឡើយគឺត្រូវរកធាតុបង្កជាមុនសិនវិភាគនិងសំយោគមិនអាចធ្វើក្នុងពេលតែមួយបានទេត្រូវតែប្រព្រឹត្តទៅនៅក្នុងពេលវេលាខុសគ្នាតាមទស្សនៈលោករីណង់ពោលថាគ្រប់ពុទ្ធធាតុទាំងអស់របស់មនុស្សជាវិភាគដែលនៅកណ្ដាលសំយោគពីរគឺសំយោគវិភាគសំយោគដោយហេតុថានៅចំពោះមុខតថៈគំហើញវត្ថុទាំងឡាយរបស់យើងមានលក្ខណៈទាំងដុលទាំងមូលតមកគេវិភាគលម្អិតទៅលើលក្ខណៈវាជាចុងក្រោយគេធ្វើសំយោគវាតម្លៃទៅលើវត្ថុនោះឡើងវិញអាចមានចម្លើយផ្សេងទៀតដែលត្រឹមត្រូវ3ចូលបញ្យល់ពីតម្លៃសម្ភារៈនិងតម្លៃពីធម្មជាតិតម្លៃសម្ភារៈជាតម្លៃនៃអ្វីមួយដែលកើតឡើងដោយសារតែទំនាក់ទំនងរបស់វាជាមួយនឹងអ្វីផ្សេងទៀតវត្ថុមួយមានតម្លៃពីព្រោះតែតួនាទីដែលវាបំពេញធ្វើឲ្យសម្រេចគោលបំណងជាក់លាក់ណាមួយគ្រូបង្រៀនគេសិក្សាតុកៅអីសៀវភៅនិងសម្ភារៈសិក្សាទាំងអស់នេះសុទ្ធតែមានតម្លៃពីព្រោះវាទាំងអស់នេះបានរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សតម្លៃធម្មជាតិជាតម្លៃដែលជាប់ទាក់ទងជាមួយគុណភាពឬលក្ខណៈដែលវត្ថុអ្វីមួយមានស្រាប់ក្នុងចំណោមវត្ថុដែលមានតម្លៃពីធម្មជាតិគឺមានសោភ័ណភាពពុទ្ធិសច្ចភាពសុភមង្គលសេចក្តីរីករាយខាងផ្លូវចិត្តមិត្តភាពសេចក្តីគោរពស្នាដៃសិល្បៈជាដើមអាចមានចម្លើយផ្សេងៗដែលត្រឹមត្រូវទៀត4ការសម្រេចចិត្តជាលំនាំនៃការតស៊ូខាងក្នុងរបស់មនុស្សនិងការតស៊ូរវាងបុព្វហេតុឬហេតុផលជំរុញទាំងឡាយដែលផុសចេញនៅក្នុងខ្លួនមនុស្សអាចមានលក្ខណៈងាយស្រួលឬលំបាកយូរឬឆាប់ទោះជាយ៉ាងណាក៏ដោយក៏វាអាចបញ្ចប់បានដែរអាស្រ័យទៅលើការសម្រេចចិត្តដ៏ពិតប្រាកដមួយរបស់មនុស្សការសម្រេចចិត្តមានន័យថាការសម្រេចយកតាមគោលបំណងណាមួយល្បិចណាមួយនិងមធ្យោបាយណាមួយជាកំណត់ដើម្បីឈានទៅសម្រេចគោលដៅណាមួយនោះគឺមានន័យថាក្នុងចំណោមបុព្វហេតុទាំងឡាយដែលផុសចេញក្នុងខ្លួនរបស់មនុស្សគឺមានបុព្វហេតុតែមួយប៉ុណ្ណោះដែលសំខាន់បំផុតនិងដើរតួនាទីជាអ្នកកំណត់ការតស៊ូរវាងបុព្វហេតុទាំងឡាយដែលផុសចេញនៅក្នុងខ្លួនមនុស្សជួបការមានភាពងាយស្រួលជួនកាលមានភាពស្មុគស្មាញពេលខ្លះងាយសម្របសម្រួលនិងពេលខ្លះទៀតពិបាកដោះស្រាយអាចមានចម្លើយផ្សេងទៀត5
វិភាគការកន្លឹះដែលបុគ្គលម្នាក់ៗមិនចង់ពុករលួយនិងមិនអាចពុករលួយនិងមិនហ៊ានពុករលួយក្នុងបរិបទនៃការប្រឆាំងអំពើពុករលួយ1មិនចង់ពុករលួយបានអប់រំក្នុងបរិបទនៃការប្រឆាំងអំពើពុករលួយនៃការផ្សព្វផ្សាយអប់រំផ្សព្វផ្សាយបង្កើនការយល់ដឹងអំពើពុករលួយផលវិបាកមូលហេតុបាក់ខ្លះដែលចង់ឲ្យមនុស្សម្នាក់មិនចង់ពុករលួយ2មិនអាចពុករលួយការបង្ការនិងទប់ស្កាត់ក្នុងបរិបទនៃការប្រឆាំងអំពើពុករលួយគឺការដាក់ចេញនូវវិធាននៃការការពាររារាំងភាពអន្តរាយឬការខ្វះខាតដែលមិនអាចមាននៅពេលមុខដើម្បីរារាំងបញ្ហាដែលកំពុងកើតមានដែលធ្វើឲ្យមនុស្សម្នាក់ៗអាចពុករលួយ3មិនហ៊ានពុករលួយការអនុវត្តច្បាប់ក្នុងបរិបទនៃការប្រឆាំងអំពើពុករលួយគឺចាត់វិធានការអនុវត្តច្បាប់ក្រាបដែលមានជាធរមានតាមរយៈការចាប់បញ្ជូនជនល្មើសទៅតុលាការដើម្បីធ្វើឲ្យបុគ្គលម្នាក់ៗមិនហ៊ានពុករលួយអញ្ចឹងវិញ្ញាសាពីឆ្នាំ2024ដល់ឆ្នាំ2021ចូលមកដល់ការបញ្ចប់ហើយដែរសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនានិងរៀនជាមួយគ្នាហើយសូមអរគុណច្រើនសូមជម្រាបលាយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមអរគុណ